ជំរាបសួរសួស្តីទៅកាន់បងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកបង្ហាញបងប្អូនតើតើទៅនឹងការស្លម្ជូរគ្រឿងសាច់គោជាមួយនឹងបន្លែតកូនណាចាអញ្ចឹងដើម្បីកុំឲ្យរងចាំយូរសូមអញ្ជើញបងប្អូនទទួលស្គាល់ទាំងអស់គ្នាចាហើយនេះជាសាច់ដែលខ្ញុំត្រូវប្រើហើយខ្ញុំប្រើសាច់នឹងចំនួនប្រហែលជាខ្ទង់8ខាំហើយជាមួយនឹងបន្លែតកូននឹង2ដុំហើយសាច់នេះខ្ញុំទិញមកប្រហែលជា2ថ្ងៃតែបានស្លខ្ញុំទុកយើងចង់កកដែរចាចាឥឡូវយើងរៀបចំធ្វើតកូនដើម្បីលាងទឹកឲ្យស្អាតអញ្ចឹងណាបងប្អូនតកូននេះខ្ញុំទិញមកទុករយៈពេលខ្ទង់2ថ្ងៃដែរអញ្ចឹងអាស្លឹកតកូនខ្លះនេះក៏វាចាប់ផ្ដើមក្រហមដែរអញ្ចឹងយើងបេះតាណាល្អយើងមកប្រើមកបានណាហើយអាណាខ្ចីអញ្ចឹងណាចាចាហើយចំពោះគ្រឿងផ្សំបន្ទាប់ហ្នឹងមានសក្ខីហើយនឹងសក្ខូចរំដេងហើយនឹងមានតែរំដេងខ្ញុំបានផាសក្នុងវីដេអូនេះអញ្ចឹងហើយនឹងមានខ្ទឹមមើមខ្ទឹមមួយទៀតឥឡូវខ្ញុំយកទៅលាងទឹកសិនចាអញ្ចឹងគ្រឿងផ្សំមុនហ្នឹងខ្ញុំបានលាងទឹករួចរាល់អស់ហើយឥឡូវខ្ញុំចាប់ផ្ដើមហាន់វាជាចំណិតស្ដើងណាចាចាហើយបន្តមកទៀតខ្ញុំមានល្មៀតហ្នឹងបងប្អូនចង់ដាក់ច្រើនក៏បានចង់ដាក់តិចក៏បានដែរហើយបងប្អូនមិនចង់ចិត្តចំណិតស្ដើងក៏បានដែរដាក់បុកចូលក៏បានដែរចាហើយនេះជាស្លឹកក្រូចសើចយើងយកប្រើវាពី3ស្លឹកហើយលាងទឹកឲ្យស្អាតមកហើយយកមកចិតជាប្រទេសស្ដើងដូចខ្ញុំបានបង្ហាញអញ្ចឹងណាចាហើយខ្ទឹមបងប្អូនចង់បកសបកចេញក៏បានមិនចង់បកក៏បានដែរចាហើយបន្តមកទៀតយើងយកគ្រឿងផ្សំទាំងអស់ហ្នឹងមកបុកក្នុងត្បាល់ខ្ញុំចូលចិត្តបុកក្នុងត្បាល់ដោយសារតែវាអត់ម៉ត់ពេកហើយវាក៏អត់គ្រឿងពេកដែរយើងស្រួលគ្រប់គ្រងចឹងណាចាហើយបើសិនជាបងប្អូនមានម៉ាស៊ីនកាន់នោះម៉ាស៊ីនក៏បានដែរងាយស្រួលដូចគ្នាប៉ុន្តែសម្រាប់ខ្ញុំចូលចិត្តបុកក្នុងត្បាល់ជាងដោយសារតែមានអារម្មណ៍ថាបុកក្នុងត្បាល់វាឆ្ងាញ់ជាងបុកក្នុងម៉ាស៊ីនអញ្ចឹងកាន់ក្នុងម៉ាស៊ីនអញ្ចឹងណាចាហើយនេះជាគ្រឿងដែលខ្ញុំបានបុកមុនហ្នឹងចាការបុករបស់ខ្ញុំគឺខ្ញុំយកម៉ត់តែប៉ុណ្ណឹងបានហើយអត់ម៉ត់ពេកហើយក៏អត់គ្រឿងពេកដែរប៉ុណ្ណឹងស្លទៅវាចេញរសជាតិឆ្ងាញ់អញ្ចឹងណាចាចាអញ្ចឹងបុកគ្រឿងឲ្យទុកម្ដុំសិនឥឡូវយើងមកយកសាច់គោទៅលាងទឹកហើយយកមកហាន់ទាំងអស់គ្នាសាច់គោនេះខ្ញុំទុកពាក់កណ្ដាលកក់ពាក់កណ្ដាលធម្មតាអញ្ចឹងណាចាហើយសាច់គោយើងទិញសាច់គោណាដែលមានជាប់ខ្លាញ់តិចអញ្ចឹងបានឆ្ងាញ់បើយើងយកខ្លាញ់ច្រើនពេកក៏អត់ឆ្ងាញ់ដែរចានេះសាច់គោដែរពេលយើងឃើញដុំគឺឃើញសាច់ច្រើនដល់ពេលយើងហាន់ជាក់ស្ដែងមានខ្លាញ់មានសាច់អីលាយឡំគ្នាពាក់កណ្ដាលម្នាក់អញ្ចឹងទៅបើពេលយើងស្លទៅធ្វើឲ្យស្លយើងហ្នឹងទន់ឆ្ងាញ់បាត់ឲ្យមើលបន្លែធ្វើឲ្យបន្លែទន់ទៀតអញ្ចឹងហូបទៅវាឆ្ងាញ់អញ្ចឹងណាចាអញ្ចឹងបន្ទាប់ពីយើងហាន់សាច់គោជាប្រទេសស្ដើងហើយឥឡូវយើងមកចាប់ផ្ដើមប្រឡាក់គ្រឿងហើយគ្រឿងដំបូងនេះខ្ញុំទឹកត្រីប្រើហ្នឹងគឺមានទឹកត្រីចាទឹកត្រីនេះយើងប្រើទៅតាមបរិមាណសាច់អញ្ចឹងណាចាហើយបន្តមកទៀតខ្ញុំប្រើអំបិលហ្នឹងប្រហែលជាមួយចិបយើងដាក់បន្តិចសិនមកដើម្បីពេលយើងដាក់ច្រើនពេកអាចនឹងប្រៃអញ្ចឹងយើងថែមបន្តិចសិនមកចាបន្តមកទៀតខ្ញុំប្រើប្រេងខ្យងហ្នឹងខ្ញុំលួចទឹកប្រេងខ្យងបន្តិចដែរណាចាបាច់លួចច្រើនពេកទេលួចតែបន្តិចសិនបានហើយចាហើយបន្តមកទៀតខ្ញុំប្រើជាមួយនឹងស្ករត្នោតហ្នឹងក៏ខ្ញុំដាក់តែបន្តិចដែរខ្ញុំមិនដាក់ច្រើនទេព្រោះយើងខ្លាចផ្អែមអញ្ចឹងណាព្រោះអីចំណង់ចិត្តរបស់ខ្ញុំគឺខ្ញុំអត់ចូលចិត្តស្លរៀងផ្អែមទេចាខ្ញុំលួចតែបន្តិចបានដើម្បីឲ្យវាមានជាតិអញ្ចឹងណាចាហើយបន្តមកទៀតគ្រឿង3-4មុខហ្នឹងយើងចាប់ផ្ដើមកូរមួយសាច់តិចមកដើម្បីវាចូលជាតិគ្នាហើយបន្តមកទៀតខ្ញុំចាប់ផ្ដើមយកគ្រឿងដែលខ្ញុំបានបុកហើយហ្នឹងដាក់ចូលមកហើយបុកគ្រឿងហ្នឹងច្រើនតែពេលជាក់ស្ដែងខ្ញុំអត់ប្រើច្រើនទេខ្ញុំប្រើតែល្មមបរិមាណសាច់របស់ខ្ញុំទេហើយខ្ញុំច្បល់គ្រឿងហ្នឹងហើយនឹងសាច់គោហើយនឹងគ្រឿងទេសផ្សេងទៀតហ្នឹងចូលគ្នាឲ្យអស់ដើម្បីឲ្យយើងប្រឡាក់ទុកសិនទៅដើម្បីឲ្យពេលយើងស្លទៅវាឆាប់ចេញជាតិគ្នាចូលជាតិគ្នាឆ្ងាញ់អញ្ចឹងណាតែបើយើងចង់ស្លដាក់ភ្លាមក៏បានដែរប៉ុន្តែខ្ញុំណែនាំឲ្យប្រឡាក់សាច់ជាមុនសិនពេលដែលស្លទៅគឺធ្វើឲ្យទឹកស្លយើងមានរសជាតិឆ្ងាញ់អញ្ចឹងណាចា
ចានិយាយទៅស្លាប់ម្ជូរគ្រឿងខ្ញុំប្រើជាមួយនឹងបតុំនិយាយទៅបងប្អូនប្រើម្ជូរសណ្ដានក៏បានដែរក៏ឆ្ងាញ់ដែរតែដោយសារតែខ្ញុំអត់មានខ្ញុំប្រើបតុំជំនួសនិយាយទៅស្លាប់ម្ជូរគ្រឿងមានពីរដែលត្រូវប្រើឆ្ងាញ់គឺបតុំហើយនិងម្ជូរសណ្ដានណាហើយបើមានកសាំងទៀតរឹតតែឆ្ងាញ់តែដោយសារតែខ្ញុំអត់មានខ្ញុំប្រើបតុំជំនួសចឹងណាចាអញ្ចឹងបន្តមកទៀតខ្ញុំលាយមួយទឹកបន្តិចតែទឹកជាយើងហ្នឹងទឹកធម្មតាយើងហ្នឹងទឹកស្អាតយើងធម្មតាហ្នឹងយើងចាក់ចូលបន្តិចមកដើម្បីឲ្យយើងស្រួលកោចាដើម្បីឲ្យអំពិលយើងហ្នឹងក៏វាចេះរៀងរីកចឹងណាចាហើយគ្រឿងយើងហ្នឹងវាចូលជាតិទៅលឿនទេដោយសារតែមានទឹកមានអីដាក់លាយឡំអញ្ចឹងណាចាអញ្ចឹងបន្ទាប់ពីយើងប្រឡាក់គ្រឿងមកសតុះហើយឥឡូវខ្ញុំថែមជាមួយនឹងម្សៅស៊ុបបន្តិចទៀតអញ្ចឹងណាចាដើម្បីឲ្យស្លយើងមានរសជាតិកាន់តែឆ្ងាញ់ចាតែបើបងប្អូនមានប៊ីចេងអាចប្រើប៊ីចេងជ្រោះក៏បានដែរតែដោយសារតែខ្ញុំអត់មានប៊ីចេងអញ្ចឹងខ្ញុំដាក់ម្សៅស៊ុបជំនួសអញ្ចឹងណាចាអញ្ចឹងបន្ទាប់ពីយើងប្រឡាក់សាច់រួចរាល់ហើយប្រហែលជា10នាទីទៅ20នាទីអីហ្នឹងឥឡូវយើងមកចាប់ផ្ដើមស្លសិនហើយការស្លដំបូងហ្នឹងបងប្អូនមិនបាច់បើកភ្លើងខ្លាំងអីបងប្អូនបើកភ្លើងល្មមតិចសិនបានហើយដើម្បីឲ្យសាច់ឆ្អិនសឹមហើយវាចេញជាតិទៅរកទឹកអីអញ្ចឹងទឹកហើយសាច់វាចាប់ជាតិគ្នាអញ្ចឹងណាចាបន្តមកទៀតយើងបិទកំហុសវាទុកមកសន្ទុះសិនទៅដើម្បីឲ្យវាងុំល្អអញ្ចឹងណាអញ្ចឹងបន្ទាប់ពីយើងបិទកំហុសទុកមកសន្ទុះហើយឥឡូវទឹកពុះក្នុងឆ្នាំងកពុះក៏យើងត្រូវថែមទឹកបន្ថែមទៀតដែរដើម្បីយើងរមាស់វាបានយូរអញ្ចឹងណាហើយធ្វើឲ្យសាច់ហ្នឹងផុយល្អចាឥឡូវខ្ញុំដាក់ទឹកហ្នឹងទៅតាមបរិមាណសាច់ដែរហើយនឹងបន្លែដែលខ្ញុំមានអញ្ចឹងណាបងប្អូនចាខ្ញុំអត់លោបទឹកច្រើនទេខ្ញុំលោបតែល្មមសម្រាប់បន្លែហើយនឹងសាច់ទេចាហើយបន្តមកទៀតយើងបិទកំហុសទុកឲ្យវាពុះមួយសាទៀតសាច់ហ្នឹងឆ្អិនល្អហើយក៏រៀងផុយដែរអញ្ចឹងបន្ទាប់ពីយើងទុកមកសន្ទុះហើយឥឡូវទឹកស្លយើងគឺពុះល្អហើយសាច់យើងក៏ចាប់ផ្ដើមរៀងផុយបដាដែរហើយឥឡូវយើងមកចាប់ផ្ដើមដាក់តកួនដែលយើងបានរៀបចំហើយហ្នឹងយើងដាក់ចូលមកទាំងអស់មកមិនបាច់ទុកមកកលៈពីរកលៈអីទៀតទេយើងដាក់ម្ដងហ្នឹងយកតែម្ដងអញ្ចឹងបន្ទាប់ពីយើងដាក់បន្លែចូលរួចរាល់ហើយយើងចាប់ផ្ដើមកូរជាមួយទឹកជាមួយសាច់ហ្នឹងយើងកូរឲ្យបន្លែហើយទឹកសាច់ហ្នឹងវាចូលគ្នាទៅដើម្បីឲ្យវាឆាប់ចូលជាតិហើយបន្លែហ្នឹងក៏វាឆាប់ឆ្អិនដែរអញ្ចឹងណាចាអញ្ចឹងបន្ទាប់ពីស្លមកស្ទុះហើយឥឡូវហ្នឹងបន្លែយើងបានឆ្អិនរួចរាល់ហើយបងប្អូនចង់បានឆ្អិនជាងហ្នឹងក៏បន្តភ្លើងទៅមុខទៀតទៅតែសម្រាប់ខ្ញុំប៉ុណ្ណឹងគឺអាចទទួលយកបានហើយចាអរគុណច្រើនសម្រាប់ការទស្សនាវីដេអូ